ធ្វើការខ្លះដើរលេងខ្លះទៅខួរក្បាលវាអត់ stress អញ្ចឹងហើយយើងត្រូវតែធ្វើយ៉ាងម៉េចឲ្យខួរក្បាលយើងនឹងវា relax ទៅនឹងការដើរលេងខ្លះកុំឲ្យស្មុគស្មាញទៅនឹងការងារពេកហើយនេះគឺជាសកម្មភាពដែលពួកខ្ញុំបានទៅដើរលេងនៅខាងកោះស្ដេចស្រុករិសាកោខេត្តកោះកុងតែសភាពថ្ងៃនេះដូចបានឃើញអញ្ចឹងញាក់សាច់និយាយថាពីអាប់ចុះដល់ក៏អាប់ចុះឡើងងងឹតសូនឆឹងតែម្ដងដោយសារតែមេឃភ្លៀងខ្លាំងណាមួយរយៈនេះភ្លៀងខ្លាំងណាហើយថ្ងៃខ្ញុំទៅនេះគឺថាភ្លៀងដល់ភ្លៀងតាំងពីព្រឹករហូតដល់ល្ងាចតែសំណាងល្អអត់សូវមានអាឡោវាស្ងប់អញ្ចឹងហើយយើងស្រួលធ្វើការឆ្លងទៅកោះស្ដេចតែអាឡោធំគឺពិបាកឆ្លងហើយគ្រាន់តែឡើងមកដល់កោះស្ដេចភ្លាមក៏ចាប់ផ្ដើមដើរទៅរកសាលាស្រុកគិរីសាកោតែម្ដងដោយសារតែមកជាងនេះគឺថាមិនមែនមកដើរលេងទេគឺថាមកធ្វើការងារផងហើយមកដើរលេងផងអញ្ចឹងយើងមកកុំឲ្យខាតជើងយើងត្រូវតែថតវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីទស្សនាចង់ដឹងថាទស្សនវិជ្ជាវាបែបណាដោយសារតែខ្ញុំខានមកកោះស្ដេចប្រហែលជា10ឆ្នាំហើយហើយក៏ឃើញថាកោះស្ដេចឥឡូវគឺថាប្លែកសាហាវគឺថាស្អាតមានកន្លែងដើរលេងច្រើនដោយកាលពី10ឆ្នាំមុនដើររកផ្លូវសឹងតែមិនឃើញដើរខុសផងត្រូវផងតម្រាំរកសាលាស្រុកឃើញគឺថាអូយវេទនាខ្លាំងមែនតើដោយសារតែយើងខានមកយូរមកដល់កន្លែងនេះគឺថាដាក់កាហ្វេមួយកែវដោយសារតែតាំងពីព្រឹកមកអត់តន់បានហូបអីទេអញ្ចឹងហើយដាក់កាហ្វេមួយកែវទ្របកាពះបើសិនមកដាក់កាហ្វេគឺថាគិតអត់ចេញអញ្ចឹងយើងដាក់កាហ្វេមួយកែវដើម្បីឲ្យខួរក្បាលយើងដើរល្អបន្តិចបើគិតអីក៏អត់ចេញដែរដោយសារតែអត់តន់បានដាក់កាហ្វេនិយាយថាកាហ្វេនៅហាងគាត់នេះឆ្ងាញ់មែនតើបន្ទាប់ពីដាក់កាហ្វេហើយក៏និយាយលេងជាមួយនឹងបងដែលជាម្ចាស់ហាងហ្នឹងបន្ទាប់មកទៀតក៏ដើរមកក្រោយកោះដើរលេងមក review នៅក្រោយកោះឲ្យបងប្អូនមើលថាតើទស្សនវិជ្ជាវាស្អាតយ៉ាងណាតែសភាពបែបនេះប្រសិនបើមានគូស្នេហាមកអង្គុយថតរូបលេងខ្ញុំគិតថាអែមខ្លាំងមែនតើប៉ុន្តែសម្រាប់ខ្ញុំគឺជាមនុស្សអភ័ព្វគឺថាអត់មានស្នេហាទេតែប្រសិនបើមានខ្ញុំគិតថាអែមដែរហ្នឹងហើយក៏អង្គុយនិយាយលេងថតរូបថតអីទៅនោះគឺថាអែមតែធ្វើមិនវាសនាយើងកើតមកឲ្យយើងត្រូវតម្រូវឲ្យនៅម្នាក់ឯងចឹងហើយគឺយើងមិនអាចប្រឆាំងនឹងព្រំលិខិតបានទេហើយប្រសិនបើអ្នកនៅខាងកោះស្ដេចឃើញវីដេអូនេះហើយជួយខមមិនផងកាលថ្ងៃណាមួយយើងបានទៅអីជួបជុំនិយាយគ្នាលេងអីចឹងណាខ្ញុំលើគេថាតំបន់ទេសចរនៅមួយកន្លែងទៀតគេហៅថាខាងវិរៈមន្តធម្មនៅខាងណាទេខ្ញុំអត់សូវស្គាល់ដែរគេថា